នេះគឺជាតម្រងនៃការជាប់របស់ account storage info នៃ Gmail អញ្ចឹងយើងអាចធ្វើបានបងប្អូនគ្រាន់តែចេញពីកម្មវិធីហ្នឹងសិនមកបងប្អូនទៅ down នៅកម្មវិធីមួយទៀតដែលមានឈ្មោះថា Google Drive ដែលខ្ញុំបានបង្ហាញនេះហើយបើសិនជាបងប្អូនអត់មានទេបងប្អូនទៅ down នៅក្នុង Play Store ឬក៏ App Store ឥឡូវយើងចូលមកកាន់ App Store សិនមកហើយបន្តមកទៀតបងប្អូនទៅវាយពាក្យថា Google Drive ដែលដូចដែលខ្ញុំបានវាយបង្ហាញឲ្យបងប្អូនបានមើលអញ្ចឹងបន្ទាប់ពីបងប្អូនបានវាយនៅពាក្យថា Google Drive បងប្អូនចុចយកពាក្យថា search ហើយបងប្អូនធ្វើការរងចាំតិចទៅគឺអាស្រ័យលើអ៊ីនធឺណិតឬ Wi-Fi អញ្ចឹងបងប្អូនបាទបន្ទាប់ពីវា load មកហើយបងប្អូនយកពាក្យថា Google Drive បាទហើយបងប្អូនគ្រាន់តែ download វាឬក៏ដំឡើងវាទុកនៅក្នុងទូរស័ព្ទដៃគឺជាការស្រេចហើយបន្ទាប់ពីបងប្អូនដំឡើងវាហើយបងប្អូនចាក់ចេញពីកម្មវិធីហ្នឹងបងប្អូនចូលទៅក្នុង Google Drive តែម្ដងទៅឥឡូវខ្ញុំចូលមកជាមួយនឹងបងប្អូនបន្តមកទៀតបងប្អូនយកពាក្យថា sign in បាទបន្ទាប់ពីយើងយកពាក្យថា sign in ហើយយើងយកទៅពាក្យថា done តែម្ដងទៅបង